បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំនឹងមកបង្ហាញនៅបាទ technique ឬក៏វិធីសាស្ត្រមួយនៅក្នុងការបន្ទុំល្ហុងបងប្អូនអញ្ចឹងនៅក្នុងការបន្ទុំល្ហុងបាទយើងមានវិធីនៅក្នុងការបន្ទុំដើម្បីឲ្យល្ហុងបាទផ្អែមហើយឆ្ងាញ់បងប្អូនអញ្ចឹងល្ហុងបាទមានរសជាតិនៅពេលដែលបន្ទុំហើយជួនកាលវាអត់ផ្អែមអញ្ចឹងបងប្អូនអញ្ចឹងនៅពេលដែលបាទយើងដឹងពីវិធីបាទធ្វើឲ្យល្ហុងទុំបាទផ្អែមល្អអញ្ចឹងនៅពេលដែលបងប្អូនបានឮបែបនេះបាទធ្លាប់ដឹងហើយថាបាទការដឹងវិធីគឺមានតាមបែបចាស់គឺគាត់ប្រាប់តគ្នាមកបងប្អូនអញ្ចឹងយើងយកល្ហុងមកកាត់ក្បាលវាចិត្តវាឲ្យចេញជួរបាទកាត់ខាងក្បាលឲ្យចេញជួរហើយយើងតុបជាមួយនឹងផេះបងប្អូននេះយើងមានផេះចង្ក្រានដែលយើងដុតហើយផេះហ្នឹងគឺយើងយកល្អបងប្អូនមិនមានជាប់ដីមិនមានបាទបាក់តេរីឬក៏មេរោគអីអញ្ចឹងហើយយើងយកមកតុបវាអញ្ចឹងបាទតុបបែបហ្នឹងមកយើងដាក់បន្ទុំវារយៈពេលតែ1ថ្ងៃឬក៏2ថ្ងៃទុំហើយបងប្អូនអញ្ចឹងតែ2ថ្ងៃគឺវាធ្វើឲ្យល្ហុងឆាប់ទុំបាទសួស្តីបងប្អូនបាទនេះថ្ងៃមុនខ្ញុំបានបេះយកមកបន្ទុំហើយខាងក្បាលវានេះគឺយើងបានតុបជាមួយនឹងផេះបងប្អូនអញ្ចឹងយើងបានដឹងហើយថាល្ហុងដើម្បីឲ្យវាទុំហើយផ្អែមឆ្ងាញ់បាទគឺយើងចិតក្បាលវាហើយយើងយកទៅតុបនឹងផេះទៅសាច់ល្ហុងផ្អែមអញ្ចឹងចាំមើលរយៈពេលបាន2ថ្ងៃគឺវាចាប់ដើមទុំហើយបាទនេះបងប្អូនល្អមែនតើបងប្អូនអញ្ចឹងបាទល្ហុងទុំហើយអូនេះបងប្អូនល្ហុងនេះគេហៅបាទអត់សូវមានគ្រាប់បងប្អូនអញ្ចឹងល្អហើយបាទដាំដោយផ្ទាល់ដៃតែម្ដងដាំកាលពីវីដេអូមុនខ្ញុំបានបង្ហាញពីការដាំបាទបានន័យថាដាំលេងបានផ្លែមែនតើបងប្អូនអញ្ចឹងមិនមែនដាំយកមែនតើទេបងប្អូនបើដាំមែនតើណាគេធ្វើលក្ខណៈអាជីវកម្មអីចឹងណាដាំលក់អីចឹងណាបាទសម្រាប់ខ្ញុំដាំលេងហើយបានផ្លែញ៉ាំនេះបងប្អូនបាទសាច់ល្អហើយក្រហមណាបងប្អូនអញ្ចឹងបាទសម្រាប់ល្ហុងមានអត្ថប្រយោជន៍បងប្អូនយើងមិននឹកស្មានដល់ណាបាទគឺវាមានជាតិសរសៃ fiber ច្រើនផ្អែមណាបងប្អូនផ្អែមឆ្ងាញ់តែម្ដងបងប្អូនដែលមានល្ហុងទុំហើយយើងធ្វើអញ្ចឹងបាទវិធីសាស្ត្រមួយគឺយើងចិត្តក្បាលវាឲ្យចេញជ័រមកយើងទៅតុបមួយផេះហើយផេះហ្នឹងគឺផេះដែលយើងដុតល្អបងប្អូនមិនមែនថាផេះមានដីទេគឺយើងយកអាផេះល្អបានន័យថាផេះហ្នឹងវាមិនមានបាក់តេរីឬមេរោគយើងដឹងហើយថាផេះវាក្រៅពីវាឆេះអស់មិនមានបាក់តេរីឬមេរោគទេអញ្ចឹងនេះបាទផ្អែមល្អឆ្ងាញ់មកនេះគឺជាវិធីធម្មជាតិមួយដែលចាស់គាត់ធ្វើអញ្ចឹងបាទខ្ញុំឃើញចាស់គាត់ធ្វើអញ្ចឹងហើយក៏ធ្វើតាមគាត់ទៅពិតជាទុំផ្អែមល្អមែនអញ្ចឹងអរគុណ